ជំរាបសួរពូបាទសូមរំខានពូប្រហែលជា5នាទីណាពូណាបាទចង់ឲ្យពូជំរាបឈ្មោះពូបន្តិចហើយទីតាំងដែលពូកំពុងរស់នៅទីនេះគេហៅភូមិអីឃុំអីដែរពូនៅភូមិពោធិវង្សឃុំកសោតស្រុកកោះទៀបខេត្តស្វាយរៀងបាទលោកពូមានឈ្មោះអីដែរពូហាសខនលោកពូហាសខនមកចូលមកដល់ឆ្នាំនេះបញ្ជនម៉ានទេពូ59ទេពូណោះតាមអ្វីដែលខ្ញុំបានចាំប្រហែលជាមួយខែកន្លះមុនពូបានជាវផលិតផលខាលគូធីលផលិតផលតម្រងនោមយកមកព្យាបាលបាទយកមកជួយបញ្ហាតម្រងនោមមិនចឹងណាពូណោះបាទអង្កាលនោះពូមានបញ្ហាតម្រងនោមធ្វើទុកពូយ៉ាងម៉េចដែរធ្វើទុកនឹងធ្វើទុកខ្លាំងប្រសិទ្ធទៅក្រោមហ្នឹងហើយមកដល់កលៀនវាចាក់ដូចយកក្បិតមកចាក់ចឹងឈឺណាពូណោះឈឺណាស់ដូចបោះហ្នឹងពូអីបាទឈឺញាប់ដេកអត់បានទេជើងតូចរបស់ពូហ្នឹងវាទឹកនោមពណ៌យ៉ាងម៉េចដែរពូឥឡូវហ្នឹងពណ៌លឿងពីមុនការមុនប្រើពីមុនពណ៌សប៉ុន្តែពេលដែលពូបត់ជើងមកបត់ជើងតូចម្ដងនោះវាឈឺទេពូអត់ឈឺទេប៉ុន្តែគាត់ថាវាឈឺក្នុងកលៀនបាទឈឺក្នុងកលៀនហ្នឹងបាទចុះតាក់ទងទៅលើបញ្ហាផ្សេងដូចជាសន្លាក់ដូចជាចកេះមានធ្វើទុកពូទេអត់ទេបាទក្រៅពីបញ្ហាតម្រងនោមមានអាការៈអីផ្សេងទៀតទេពូវាមានឥឡូវហ្នឹងវាធ្វើទុកកាពះដែរតម្រងនោមបាទអាការៈដែលធ្វើទុកខ្លាំងជាងអាការៈផ្សេងហ្នឹងគឺតម្រងនោមពូតម្រងនោមហ្នឹងហ្មងបាទឈឺណាពូណោះឈឺណាស់បាទហើយធ្លាប់បានទៅពេទ្យឲ្យពេទ្យគេពិនិត្យមើលទេពូគេពិនិត្យមើលគេថាមិនដែរពូពេទ្យគេថាលោកពូចិត្តលៀងឈាមហើយអូយបងប្អូននេះសម្ដីលោកពូហាសខនគាត់ថាពេទ្យអ្នកប្រាប់វិជ្ជបញ្ជាថាលោកពូចូលដល់ដំណាក់កាលលៀងឈាមហើយពេលដែលពេទ្យប្រាប់ចឹងពូមានអារម្មណ៍ថាយ៉ាងម៉េចដែរភ័យណាស់បងប្អូនជីវិតចុងក្រោយហើយបាទចុងក្រោយបាទយ៉ាងម៉េចបានពូងាកមកប្រើខាលគូធីលនេះវិញពូងាកមករកប្រើហ្នឹងមុនដំបូងខាលគូធីលបាទខ្ញុំដាក់តែមួយគ្រាប់សាកមើលខ្ញុំលេបពេលថ្ងៃចឹងដល់ពេលលេបមកស្បកវាបាត់តែហ្មងដែរទេពូបងប្អូនពេទ្យថាលោកពូដំណាក់កាលចិត្តលៀងឈាមហើយលោកពូប្រើបានតែមួយថ្ងៃដំបូងដែលអាការៈរបស់គាត់កំពុងតែចាប់អូយយូរយ៉ាងហ្នឹងហើយលេបតែមួយថ្ងៃគាត់ថាលែងឈឺបងប្អូនគិតថាផលិតផលនេះអច្ឆរិយៈទេខ្ញុំមិនឲ្យបងប្អូនជឿទេខ្ញុំចង់ឲ្យបងប្អូនសាកដោយលោកពូសខនខ្ញុំចង់ឲ្យបងប្អូនសាកមិនគាត់ឲ្យបងប្អូនជឿទេពូកំពុងតែឈឺហើយប្រើអាហ្នឹងទៅស្រាប់តែបាត់ឈឺវាអត់ឈឺលែងឈឺគាត់ដែរប៉ុន្មានប្រើប្រហែលថ្ងៃបានលែងឈឺប្រើតិចដែរពេលហ្នឹងប្រើបានតែ2គ្រាប់ប្រើទៅលែងឈឺវាលែងឈឺបាទនោមអីវាអត់សូវស្រួលអញ្ចឹងណាបាទអញ្ចឹងលពូធម្មតាផលិតផលនីមួយគឺដូចជាផលិតផលនេះគឺវាមិនមែនជាគេថាឱសថទឹកដែលយើងព្យាបាលមួយថ្ងៃពីរថ្ងៃជាទេទោះយើងព្យាយាមប្រើពីមួយថ្ងៃទៅមួយថ្ងៃវាចាប់ផ្ដើមសម្លាប់មេរោគវាចាប់ផ្ដើមផ្សះផ្សាអញ្ចឹងណាពូណាពូប្រើផលិតផលនេះអស់ប៉ុន្មានកំប៉ុងដែរអស់2គេថាកន្លងមកនោះពូប្រើអស់បាន2កំប៉ុងហើយបាទដែលអាការៈពេទ្យថាចិត្តចូលដំណាក់កាលលៀងឈាមហើយពូប្រើអស់2កំប៉ុងបន្ទាប់ពីប្រើអស់2កំប៉ុងនោះពូបានទៅឲ្យគេពេទ្យវិនិច្ឆ័យឲ្យគ្រូពេទ្យវិនិច្ឆ័យរោគប្រសាទទៀតទេពូទៅពេទ្យថាមិនដែរពេទ្យថាតម្រងនោមលោកពូដូចរៀងឡើងវិញបាទអញ្ចឹងគាត់ពិនិត្យមុនដំបូងតាម22ទេបាទវាចុះអស់នៅសល់22ទេកាលមុនប្រើហ្នឹងវានៅប្រហែល22ហ្នឹង22បាទឥឡូវដល់ពេលទៅពិនិត្យហ្នឹងគេថាឡើង30ជាងបាទឥឡូវមានន័យថាបន្ទាប់ពីប្រើហ្នឹងទៅពិនិត្យផ្សារទៀតបែរថារៀងក្រាន់បាហើយក្រាន់បាបាទបងប្អូនដំណាក់កាលលៀងឈាមមិនងាយទេលោកអ្នកមិនធម្មតាទេអរគុណលោកពូដែលជឿជាក់ជាមួយនឹងផលិតផលខាលគូធីលចុងក្រោយលោកពូមានអីផ្ដាំផ្ញើទៅកាន់អតិថិជនរបស់យើងដែលគាត់មានអាការៈដោយលោកពូឲ្យគាត់មកប្រើប្រាស់ផលិតផលខាលគូធីលដោយលោកពូដែរអញ្ជើញលោកពូមានប្រសាសន៍តិចទៅបងប្អូនណាឈឺតម្រងនោមដែលថាធ្ងន់ឲ្យមកប្រើប្រាស់អានេះទៅវារឿងថាវិជាបាទប្រើអស់បានប្រហែល2ខ្ពង់3ខ្ពង់វាធូរបាទជាយើងប្រើតទៀតទៅវាអាចជាបានបាទរាល់ថ្ងៃនេះពូកំពុងតែប្រើថ្នាំពេទ្យផងហើយនឹងផលិតផលនឹងផងណាពូណោះបាទអញ្ចឹងចង់បញ្ជាក់
ពូថាផលិតផលនេះគឺវាអត់ប៉ះពាល់ជាមួយថ្នាំពេទ្យទេ បាទ ពូកំពុងតែប្រើប្រាស់ផលិតផលថ្នាំពេទ្យដើម្បីព្យាបាលអាការៈផ្សេងរបស់ពូនឹងពូចេះតែហូបទៅតែនេះវាជួយបានតែតម្រងនោមទេណាពូណាតាំងពីគ្រោះតម្រងនោមនោមញឹកនោមអ៊ូលនោមទាស់កុហលកាហាយចុកស៊ីតចាក់ដោតក្នុងកលៀនគឺខាគូទីលនេះអាចជួយបានឥឡូវបន្ថែមមួយទៀតសម្រាប់បងប្អូនស្ត្រីដែលមានបញ្ហារោគស្ត្រីអ្នកនោមខ្ទុះនោមឈាមងាកមកប្រើប្រាស់ខាគូទីលគឺអាចជួយបាន ត្រូវដែរ បាទត្រូវដែរអញ្ចឹងអ្នកដែលមានបញ្ហារោគស្ត្រីធ្លាក់សរដូវមិនទៀងឬតាក់ទងនឹងរោគស្ត្រីហ្នឹងណាអ្នកដែលមានបញ្ហានោមខ្ទុះនោមឈាមឬក៏បញ្ហាដែលគេថាប្រមេះទឹកបាយខាងគូធាននេះគឺជួយបានពូណាអរគុណច្រើនពូចុងក្រោយជូនពរឲ្យពូឆាប់ជាសះស្បើយលហើយពីរោគ100%ណាពូណាអរគុណជំរាបលាពូ ជាតំង